សួស្តីអ្នកនរវីដេអូនេះខ្ញុំមកបង្ហាញពី demo ការប្រើប្រាស់កូន tool នេះតិចដើម្បីកែបទចម្រៀងកែបទភ្លេងដែលយើងធ្វើជាមួយ Sono មកអ្នកដែលសម្រាប់អ្នកដែលខ្ជិលប្រើនេះពួកប្រភេទ FL Studio នេះដែលវាញ៉ៃអញ្ចឹងបើសិនជាអត់ចេះប្រើ FL Studio នេះទេមកប្រើនេះមកវាស្តៀងគ្នាទេហើយខ្ញុំកំណត់ហើយចេះវាស្រួលអូខេខ្ញុំបើកចុចវា2ដងទៅហើយចាំវាប្រហែលជា5 second ទៅ10 second វាបើកចេញមកហើយធ្វើនេះអាចទាញបានខ្លីអញ្ចឹងយើងបាក់ធ្វើការយើងអាចទាញទៅវិញមូលហេតុខ្ញុំថាបាក់ធ្វើការដោយសារអ្នកចាំមើលពេលយើង select ទាញបទចម្រៀងមកបទចម្រៀងអាចទាញម្ដងមក folder ព្រោះយើងធម្មតាយើងដាក់ផុសម្ដងមក album អញ្ចឹងវាទៅការធ្វើច្រើនហ្នឹងបើណាអ្នកនៅបទចម្រៀងខ្ញុំនៅក្នុង folder មួយហ្នឹងអញ្ចឹងដាក់ចុចមកវាចេញមក11បទអូខេនេះខ្ញុំថាពិបាកខ្លីអញ្ចឹងបាក់ធ្វើការស្អាតចាពេលយើង select លើ folder លើចម្រៀងមួយមកវាចេញនេះផ្ទាំងនេះមកអញ្ចឹងវាខ្លីអញ្ចឹងបាក់ធ្វើការអញ្ចឹងខ្ញុំទាញទៅវិញវាអាចទាញបានធូលអាចទាញព្រិចរួមបានណានេះទាញទៅអញ្ចឹងមកវាស្រួលធ្វើការសឹងអំពើអញ្ចឹងក៏បានដែរវាកាន់ស្រួលធ្វើការតែបើកុំព្យូទ័រយើងខ្លីយើងអាចប៉ុណ្្នឹងទៅហើយដាក់មកលើវាអាចព្រិចបានទេព្រិចអូខេនេះគេអាចព្រិចបានព្រិចមើលបានហ្នឹងមូលហេតុខ្ញុំថាព្រិចហ្នឹងចាំមើលខ្ញុំត្រូវការកាត់កន្លែងខ្លះចោលហ្នឹងណាអញ្ចឹងតោះខ្លីៗទៅហើយស្ដាប់តាមហ្នឹងសិនណាអញ្ចឹងអូខេនេះទាញកម្ពុជាលឿនពេកខ្ញុំទាញចម្រៀងចូលមកហើយកន្លែងខ្ញុំកំណត់មួយទៀតនោះចម្រៀងខ្ញុំជាប្រភេទចម្រៀង set ចម្រៀងហ្នឹងឯងចម្រៀង set អញ្ចឹងខ្ញុំកំណត់យកកន្លែងនេះខ្ញុំយក pop មកចឹងអានេះ auto មកប៉ុណ្ណាប៉ុន្តែមិនមែន auto default មកប៉ុណ្ណឹងហើយព្រោះណាស្ដាប់សិនទៅបងប្អូន play សិនទៅណា play មកតែប៉ុន្តែការ play អាចយកមកចុច review ក៏បានដែរឬក៏ចុច space នៅលើ computer យើងក៏បានដែរណាខ្ញុំស្អប់ហឺហ្នឹងចេញមកសលេងដូច AI បណ្ដោយអញ្ចឹងករណីហ្នឹងគឺយើងអាចកាត់បានយើងអាច break មើលទៅនេះ break មើលអូខេខ្ញុំចង់កាត់តាមនឹងចោលនេះកាត់តាមហ្នឹងអញ្ចឹងខ្ញុំក៏ដាក់មកឲ្យ select ឲ្យទាញមកអត់មកអូខេទាញមកនេះ select កាត់មកឬក៏បើខ្លីបើប៉ុណ្ណេះវាស្រួលនេះដាក់មកឲ្យកាត់ប៉ុណ្ណឹងហើយយើងនេះខាត់មកកាត់តបហើយបើយើងត្រូវកាត់កតុយទៀតកាត់ក្បាលហើយត្រូវកាត់កតុយទៀតកតុយនេះវាគេអត់ឲ្យស្ងាត់វែងលើសពី5 second ទេអញ្ចឹងយើងត្រូវការកាត់ចោលណាយើង select កាត់ចោលទៀតនេះខាត់មកប៉ុណ្ណឹងហើយយើង play មក On the morning of my departure ទេអញ្ចឹងខ្ញុំត្រូវការដោះ text ចោលខ្លះសិនដោះប៉ុណ្ណាហើយ stereo ខ្ញុំសាកដោះសិន On the morning of my departure you turned over in the bed it was colder than the desert តែបើដាក់ stereo ដូចខ្វះអីយ៉ាងខ្ញុំសេរីបន្តិចខ្ញុំដាក់ stereo ដាក់តែ10បានណា play សិន On the morning of my departure you turned over in the bed it was colder than the desert អូខេប៉ុណ្ណឹងខ្ញុំគិតថាព្រោះហើយសម្រាប់ខ្ញុំគិតថាព្រោះហើយខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំចង់ឲ្យការងារហ្នឹងគឺពេលខ្ញុំទាញចម្រៀងចូលមកគឺវានឹងនៅប៉ុណ្ណឹងរហូត stereo ក៏នៅ stay ប៉ុណ្ណឹងដែរអញ្ចឹងខ្ញុំមានមុខងារ save មួយទៀតសម្រាប់យើងណាចុចមកចុច save មកនេះគេហៅ save ចុចមកណាអញ្ចឹងយើងដាក់ចំណាំមកខ្ញុំដាក់ចំណាំខ្ញុំដាក់ថា pop song ខ្ញុំដាក់ថា pop song for me អញ្ចឹងទៅអូខេខ្ញុំដាក់ចំណាំប៉ុណ្ណឹងពឹបមកយ៉ាអូខេ stereo យើងរត់តែការ reverb sound ក៏ deezer parametric EQ នេះអាហ្នឹងគឺ default ទាំងអស់ទេណាខ្ញុំកែតែ reverb អត់កែតែ stereo ទៅ stereo enhance ខ្ញុំកែដាក់តែ10ទេអញ្ចឹងឥឡូវខ្ញុំតេស្តម្ដងទៀតហ្នឹងគឺដោយសារតែខ្ញុំមាន file ខ្ញុំ save មួយឈ្មោះនេះអូខេឈ្មោះនេះអញ្ចឹងខ្ញុំ clear នេះចោលហើយខ្ញុំ select ម្ដងទៀតមកអូខេយ៉ាអត់ទេជប់ខ្ញុំកែនេះសិនច្រើនបត់ពេកគីឡូធ្វើយូរខ្ញុំធ្វើបន្តិចបានទេខ្ញុំទៅមើល folder ចម្រៀងហ្នឹងសិនទេអញ្ចឹងខ្ញុំដាក់តែ3បត់បានហើយខ្ញុំកាត់នេះបោះចោលសិនមិនបោះចោលខ្ញុំយកទុកកន្លែងផ្សេងដាក់នេះអូខេអញ្ចឹងនេះមានតែ3បត់ទេអញ្ចឹងមានតែ3បត់អូខេយើង select ម្ដងទៀតយ៉ាណាchain select ទុកមកអញ្ចឹងមកតែ3បត់ទេ folder ហ្នឹងវាមិនមែនវាទាញមកប៉ុណ្ណឹងមានតែ3បត់ទេអូខេអញ្ចឹងខ្ញុំមើលសិននៅពេលខ្ញុំទាញចូលផ្លឹកមកដោយសារតែវានៅ stand លើនេះអាចpreset មួយដែលយើងបាន save ហើយណា stand ហ្នឹងអញ្ចឹងយើងមើលមើល stereo គឺប៉ុណ្ណឹងទេមើលចាំទៅមើល pop ដើមសិន stereo វា40 ចឹងអត់ព្រោះទេវាខ្លាំងពេកអញ្ចឹងខ្ញុំយកវិញអូខេ
ខ្ញុំ select មើលនេះបន្តិចអានេះអត់ទាន់កាត់ទេដោយសារយើង upload មកផ្សាយទៀតអញ្ចឹងចង់កាត់ចុចមកចុចស្ដាប់មកវាហឺខ្ញុំអត់ចូលចិត្តទេខ្ញុំបិទកាត់ចោលហើយខ្ញុំស្ដាប់កាត់កន្លែងនេះចោលសិន On the morning of my departure. ឃើញទេនេះ play បន្តិចហើយច្រៀងយកមកអត់មានហឺញ៉ៃញ៉ៃ On the morning of my departure, you turned ខ្ញុំគិតថាប៉ុណ្ណឹងគ្រូហើយខ្ញុំមកទី2ស្ដាប់ទៀតនេះក្នុងករណីពុំស្ដាប់អញ្ចឹងបន្តទៅហើយនេះទាញអូខេកន្លែងនេះវិញពេកអញ្ចឹងខ្ញុំគិតថាកាត់ត្រឹមនេះចុះកាត់ត្រឹមហ្នឹងខ្ញុំប្រួមតិចវិញមកខ្ញុំអូពពកាត់ពកន្លែងនេះប៉ុណ្ណឹងដែរកាត់ពកកុំឲ្យភ្លេងវាមកវិញពេក I should have seen the sun. ប៉ុណ្ណឹងមកចូលទី3អានេះចូលមកស្ដាប់សិនអាសរេនថ្ងោកាត់ចោលមកចូលស្ដាប់ញ៉ៃច្រើនតោះកាត់ចោលអូខេ Once there was a girl who was mine, who was តោះប៉ុណ្ណឹងឥឡូវហើយយើងថាយើងធ្វើហើយមក folder យើងធ្វើរបស់យើងហើយឥឡូវយើងមកដល់ live save file save យើងយក wave មក file ខ្ញុំ download មកជា MP3 អញ្ចឹងខ្ញុំយក wave ហើយខ្ញុំកំណត់យក 48000 នេះចុះព្រោះវាជា default ណាទូទៅហើយ16 bit នេះក៏ចឹងដែរយក16 bit ហ្នឹងទៅ bit មាន3ដែរមាន24មាន32តែទូទៅគេប្រើ16 bit គេអានេះប៉ុណ្ណឹង file wave នេះ file នេះ format នេះវាមានដល់3ដែរ wave MP3 flat តែទូទៅគេប្រើ wave ដើម្បីបានគុណភាពសំឡេងខ្ពស់អញ្ចឹងណាចឹងអត់នេះហើយអានេះយើងកែហើយអស់ហើយចឹងបាច់ជីកក្បាច់ទេអូ select folder save មកសិននេះខ្ញុំដាក់នៅ master អូខេ save មក start មកនេះមកវាដើរសិនណានេះកំពុង processing អូខេឥឡូវដាន1 processing ទី2ដាន2លឿនទេការងារវាធ្វើលឿនទេវាធ្វើវាបងលេខរៀងឲ្យយើងហើយបងលេខរៀងឲ្យយើងនេះវាបងលេខរៀងដើម្បីចំណាំណាចំណាំដែលយើងធ្វើហើយអូខេព្រោះfile ដើមអត់មានលេខរៀងទេអញ្ចឹង file ចេញមកមានលេខរៀងណាដាក់ជាលេខរៀងដើម្បីងាយស្រួលធ្វើការអញ្ចឹងប៉ុណ្ណឹងឥឡូវយើងស្ដាប់បន្តិចទៅ It was colder than the desert. It was just a desert in my head. So I packed my little suitcase, didn't bother with the clothes. And the thing about the suitcase is I only had one of those. ចម្រៀងយើងគាត់កែឲ្យវាផ្លែជាងមុនបន្តិចទេបាទឲ្យផ្ដាច់ពី AI ហ្មងផ្ដាច់ងាយបានទេងាយផ្ដាច់ទេហ្នឹងអានេះសម្រាប់អ្នកខ្ជិលប្រើ FL Studio អីប្រើកម្មវិធីនេះទៅលឿនចឹងដូចជា demo មានតែប៉ុណ្ណេះការប្រើប្រាស់ទៅដូចមានប៉ុណ្ណាយើងអានេះយើងចង់ធ្វើដាក់ folder ថ្មីយើង clear ចាស់ចោលចុច clear នេះមក clear អស់ហើយណា clear ចាប៉ុណ្ណាអូខេអរគុណបាយ